បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត M round ដែលរូបមន្ត M round នេះគឺយើងប្រើសម្រាប់បង្កត់លេខឡើងឬមួយក៏បង្កត់លេខចុះដោយផ្អែកទៅលើមេគុណកាលពីវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាអំពីរូបមន្ត ceiling ហើយនិងរូបមន្ត floor ដែលរូបមន្ត ceiling ហើយនិង floor នេះវាប្រហាក់ប្រហែលជាមួយនឹង M round ដែរគ្រាន់ថារូបមន្ត ceiling គឺយើងប្រើសម្រាប់បង្កត់លេខឡើងចំណែកឯរូបមន្ត floor គឺយើងបង្កត់ចុះទៅតាមមេគុណដែលយើងបានកំណត់ចំណែកឯ M round វិញគឺវាអាចបង្កត់ឡើងផងចុះផងដើម្បីជ្រាបច្បាស់នៅក្នុងរូបមន្ត M round នេះខ្ញុំមាន3តារាងសម្រាប់បង្ហាញបងប្អូនទាំងអស់គ្នាដែលទី1គឺមូលដ្ឋាននៃការប្រើប្រាស់រូបមន្ត M round អញ្ចឹងនៅពេលដែលយើងចង់បង្កត់បងប្អូនគ្រាន់តែបញ្ចូលសញ្ញាស្មើតទៅមកយើងវាយ M round បន្តមកទៀតគឺយើងបើកវងកញ្ចក់មាន2ចំណុចដែលត្រូវបំពេញទី1គឺ number ហើយនិង multiple number នេះគឺជាលេខដែលយើងចង់កណនាចង់ចែកចង់បង្កត់ហ្នឹងហើយឧទាហរណ៍ដូចលេខ10ចេះមកខ្ញុំ select ទៅលើ A3 ហ្នឹងឬមួយក៏យើងអាចបញ្ចូលលេខតែម្ដងក៏បានបើក្នុងករណីយើងកណនាតែមួយតោះមកយើងចុចសញ្ញាក្បៀសមួយបានយើងបញ្ចូល multiple អញ្ចឹង multiple នេះគឺជាមេគុណតើយើងចង់បង្កត់ហ្នឹងដោយឲ្យទៅធំបំផុតត្រឹមប្រមាណអញ្ចឹងឧទាហរណ៍ថាខ្ញុំត្រឹម3អញ្ចឹងប៉ុណ្នេះហើយយើងបិទវងកញ្ចក់ហើយយើង enter យើងឃើញចម្លើយរបស់វាហ្នឹងគឺស្មើ9នឹងតែម្ដងអញ្ចឹងតើវាបង្កត់មិនបងប្អូនអាចមើលនៅក្នុងតារាងដែលខ្ញុំគូ timeline នេះយើងឃើញមេគុណរបស់យើងមិញគឺយើងយក3អញ្ចឹង3នេះមានន័យថា0 3 3ហើយវា6 6ហើយ9 9ហើយនឹង12បើសិនជាលេខរបស់យើងនេះគឺមានលេខ10ហើយមេគុណ3អញ្ចឹងមានន័យថា10បើយើងកលេចមកមើល9ហើយនឹងមើលទៅ12នេះអញ្ចឹង9វាគៀក10ជាង12អញ្ចឹងហើយបាន M round ចម្លើយរបស់វាឃើញ9ព្រោះវាគៀកជាមួយនឹងលេខ9នៅខាងនេះតែបើក្នុងករណីដូចកាលពីវីដេអូមុនដែលខ្ញុំប្រើរូបមន្ត ceiling យើងឃើញ ceiling មានន័យថាប្រកួតត្រឹម3ហ្នឹងដូចមេ3អញ្ចឹងប៉ុន្តែនៅពេលដែលលេខរបស់យើង10អញ្ចឹង10វាដឹងតែប្រកួតឡើង10ទៅវាបន្ទាប់ពី10មកគឺ12ព្រោះយើងយកមេគុណម្ដងម្លង3 3 3បែបហ្នឹងចំណែកឯរូបមន្ត floor វិញគឺវាប្រកួតចុះអញ្ចឹង10ពេលវាប្រកួតទៅវាចុះមកត្រឹម9ហើយវាអត់ឡើងដល់12បានទេចំណែកឯ M round គឺវានៅពិចារណាថាបើមួយគៀកទៅខាងណាវានឹងផ្ដល់ចម្លើយទៅខាងហ្នឹងតែម្ដងចុះបើក្នុងករណីដូចលេខ11កាលណាលេខ11មានន័យថាវាពាក់កណ្ដាល9ហើយនឹងពាក់កណ្ដាលមក12នេះបើយើងមើលមេគុណរបស់វា3 3បែបនេះអញ្ចឹងសួរថាតើវាទៅ9ឬមួយទៅ12គឺកាលណាវាស្មើគ្នាបែបនេះគឺវាប្រកាសជាទៅខាងធំទៅនឹង12នឹងតែម្ដងអញ្ចឹងឧទាហរណ៍ថាខ្ញុំដូរកន្លែងនេះដាក់លេខ11អញ្ចឹងចម្លើយរបស់វាគឺពិតជាទៅ12តែបើសិនជាយើងប្រកួតចុះវានៅត្រឹម9ហើយបើក្នុងករណីយើងបង្កត់ឡើងអាហ្នឹងវាដឹងតែឡើងទៅ12នឹងតែម្ដងបាទនេះគឺជាមូលដ្ឋាននៃការប្រើប្រាស់រូបមន្ត M round ហ្នឹងគឺបែបហ្នឹងអញ្ចឹងខ្ញុំអាចទាញវាចុះក្រោមយើងឃើញ31បើយើងសូត្រមេ6វា6 5ដង30អញ្ចឹងបើសិន6 6ដង36អញ្ចឹង36វាលើសហើយអញ្ចឹងចម្លើយរបស់វា31ហើយនឹង30វាគៀកគ្នាអញ្ចឹងវាប្រកួតមកត្រឹម30តែដល់ពេលប្រកួតឡើងវាដឹងតែឡើងទៅឲ្យទៅលើសមកវាឡើងទៅ36នឹងតែម្ដងហើយបើក្នុងករណីលេខអវិជ្ជមានបែបនេះគឺវា error បើរូបមន្ត ceiling រូបមន្ត floor អត់បញ្ហាទេតែបើក្នុងករណីចំនួនអវិជ្ជមានហើយយើងយកមកមេគុណវិជ្ជមានបែបនេះហើយយើងឃើញវាចេញ error 5នឹងតែម្ដងអញ្ចឹងបើក្នុងករណីយើងដាក់អានេះសញ្ញាដកដែរអាហ្នឹងវាអត់បញ្ហាទេគឺវាឃើញដក36អញ្ចឹងបាទនេះគឺជាមូលដ្ឋានរបស់វាឥឡូវយើងចូលទៅក្នុងឧទាហរណ៍តើរូបមន្តហ្នឹងវាប្រើសម្រាប់ប្រយោជន៍អីយ៉ាងឧទាហរណ៍ដូចនៅក្នុងនេះខ្ញុំមានបន្ទុកសិស្សបន្ទុកសរុបរបស់សិស្សចាប់ពី A រហូតទៅដល់ K បែបនេះហើយយើងចង់ធ្វើការបង្កត់បន្ទុកហ្នឹងជាធម្មតាបន្ទុកនេះវាឃើញនៅចំនួនទស្សភាគទៀត
ចឹងចំនួនទស្សភាពវាមាន73ខ្លះទៅវាមាន5មាន66មាន11អញ្ចឹងយើងជាទូទៅគេមិនប្រកួតដែលមានលេខកតុយទស្សភាពដែលយើងចែកជាមធ្យមមកឃើញប៉ុណ្ណឹងយើងអត់ចង់បានបែបហ្នឹងទេដែលយើងចង់ឲ្យកតុយរបស់វាហ្នឹង0ពី0ទៅ25 25 50 75 75ហើយគត់យកតែម្ដងអញ្ចឹងយើងអាចប្រើរូបមន្តអឹមរោននឹងដូចគ្នាបើសិនជាបន្ទុកនឹងយើងចង់ប្រកួតឡើងទៅតែម្ដងអញ្ចឹងយើងប្រើរូបមន្ត ceiling ទៅប៉ុន្តែមកក្នុងករណីយើងចង់បើវាគៀកនឹងអាតូចឲ្យវាប្រកួតចុះក្រោមបើវាគៀកនឹងអាធំឲ្យវាប្រកួតឡើងលើអញ្ចឹងបងប្អូនប្រើរូបមន្តអឹមរោនជំនួសរូបមន្ត ceiling ទៅហើយបើយើងចង់តែប្រកួតចុះតែម្ដងហ្នឹងយើងប្រើរូបមន្ត floor អញ្ចឹងទៅអញ្ចឹងកន្លែងនេះ number យើងយក 65.73 ចេញមកហើយដល់មកចុចសញ្ញាក្បៀស1 multiple អញ្ចឹង multiple មិញខ្ញុំចង់ឲ្យបន្ទុករបស់ខ្ញុំវាគត់ហើយបើវាលើសក៏ 0.25 50អីចឹងទៅកន្លែងនេះយើងដាក់ 0.25 ប៉ុណ្នេះហើយ enter អូខេបាទហើយអញ្ចឹងយើងអូសវាចុះក្រោមមកយើងឃើញបន្ទុកហ្នឹងគឺវាអត់មាន73ទៀតទេ73វាឡើងទៅ75ហ្មងណាហើយដល់ពេល36 50អញ្ចឹងអាហ្នឹង50ស្រាប់ហើយមេគុណនឹង 0.25 វាគុណទៅវាប្រកបជាតែ2ដងវាស្មើនឹង 0.5 អញ្ចឹងវាអត់មានប្រកបឡើងគុតចុះទេព្រោះលេខវាគុតស្រាប់ហើយអានេះ66ឡើងទៅ75អានេះ11វាចុះមក6គុតវិញអានេះ22វាឡើងទៅ25អញ្ចឹងទៅអាហ្នឹងបើក្នុងករណីយើងចង់បាន 0.25 ហ្នឹងតែបើក្នុងករណីមេគុណរបស់បងប្អូនចង់ដាក់ 0.5 មានន័យថាយើងប្រកបហ្នឹងឲ្យវា 0.5 ឬមួយ 0.5 ហ្នឹងអញ្ចឹងយើងឃើញអានេះ73វាត្រូវប្រកបចុះមកវិញព្រោះវាគៀកនឹង50ជាងអញ្ចឹងយើងអូសវាចុះក្រោមម្ដងទៀតទៅយើងនឹងឃើញបន្ទុកហ្នឹងវាមានតែ50ហើយនឹងគុត50គុត50គុតនឹងតែម្ដងហើយបើក្នុងករណីយើងមិនចង់បានចំនួនទស្សភាពអត់ឲ្យមានកតុយទេអញ្ចឹងកន្លែងនេះដាក់លេខ1ទៅមានន័យថាបន្ទុករបស់យើងគឺវាចេញមកជាចំនួនគុតនឹងតែម្ដងបាទប៉ុណ្នេះមកគឺបន្ទុកវាអត់មានទស្សភាពអីទៀតទេព្រោះយើងយក1ហើយវាជាចំនួនគុតហើយបាទអានេះគឺជាប្រយោជន៍នៃការប្រើប្រាស់រូបមន្តអឹមរោតហ្នឹងដែលយើងអាចបង្គុតឡើងឬមួយក៏បង្គុតចុះទៅតាមចំនួនជាក់លាក់ណាមួយដែលយើងចង់កំណត់ថាតើយើងចង់កំណត់ត្រឹមប៉ុន្មានអញ្ចឹងបើក្នុងករណីដោយករណីថាយើងចង់ប្រកួតត្រឹម1អាហ្នឹងមានន័យថាវាមិនអាចលើសពី1ហ្នឹងបានទេវាធំតែ1គុតហ្នឹងហើយបើសិនជាបង្គុតត្រឹមតែ 0.5 អញ្ចឹងមានន័យថាបន្ទុកហ្នឹងគឺវានៅក្នុងរង្វង់ 0.5 ហ្នឹងវាអត់ស្មើគ្នាណាវាអាស្រ័យទៅលើបន្តិចច្រើនអញ្ចឹងទៅប៉ុន្តែវានៅក្នុងរង្វង់ 0.5 ហ្នឹងតែម្ដងបាទឥឡូវយើងទៅឧទាហរណ៍ចុងក្រោយតាក់ទងជាមួយនឹងនៅក្នុងសិប្បកម្មមួយនេះគាត់មានទំនិញ 1348 ឯកតាដែលត្រូវដាក់ក្នុងប្រអប់មានន័យថាគាត់ផលិតទំនិញបានហើយគាត់ត្រូវយកទំនិញហ្នឹងទៅដាក់នៅក្នុងប្រអប់ដើម្បីយកទៅលក់អតិថិជនអញ្ចឹងទៅហើយក្នុងមួយប្រអប់ហ្នឹងគឺទាមទារឲ្យដាក់ផលិតផលហ្នឹងគឺ12ឯកតាហើយតើត្រូវការទំនិញប៉ុន្មានហើយទំនិញដែលផលិតហើយនៅសល់ប៉ុន្មានក្រោយពីដាក់ក្នុងប្រអប់អញ្ចឹងយើងឃើញទំនិញរបស់នេះខ្ញុំបានបញ្ចូលលេខនៅក្នុងកន្លោននេះហើយទំនិញដែលបានផលិតហើយនេះទំនិញដែលត្រូវការសម្រាប់ដាក់ក្នុងប្រអប់អញ្ចឹងបើសិនជាមកប្រអប់12តើយើងត្រូវការទំនិញប្រមាណអានេះមិនមែនសួរថាតើត្រូវការប្រអប់ប៉ុន្មាននេះគឺត្រូវការទំនិញប្រមាណដើម្បីដាក់12ទៅឲ្យវាអស់តែម្ដងអញ្ចឹងដំណោះស្រាយគឺយើងប្រើរូបមន្តអឹមរោនមិញដដែលមកតបមកកន្លែង number នេះគឺយើងយក1348ចុចក្បៀស1អញ្ចឹងក្បៀសហ្នឹងគឺយើងមេគុណ12ព្រោះយើងត្រូវដាក់ក្នុងមកប្រអប់12ឯកតាប៉ុណ្នេះហើយ enter មកយើងឃើញថាទំនិញដែលយើងត្រូវការគឺ1344បាទដល់ពេលទំនិញដែលយើងផលិតគឺ1348អញ្ចឹងទំនិញដែលយើងត្រូវដាក់ក្នុងប្រអប់អស់ដែលដាក់ក្នុង12ហ្នឹងគឺត្រូវការតែ1314ទេអញ្ចឹងវានៅសល់ទំនិញ4ឯកតាទៀតអញ្ចឹងអាសល់ទំនិញ4ឯកតាយើងយកទំនិញដែលមានដកជាមួយនឹងទំនិញដែលយើងបានដាក់ក្នុងនេះអស់ទៅវានៅសល់4ឯកតាអីចឹងទៅអញ្ចឹងរូបមន្តអឹមរោនហ្នឹងពេលខ្លះគេអាចយកទៅប្រើនៅក្នុងចង្វាក់ផលិតកម្មដែលត្រូវការគណនាចំនួនទំនិញដែលត្រូវការដើម្បីដាក់នៅក្នុងប្រអប់ក្នុង1 គីឡូរបស់គេចឹងទៅបាទអញ្ចឹងនេះគឺជាឧទាហរណ៍ខ្លះដែលជាមូលដ្ឋាននៃការប្រើប្រាស់រូបមន្តអឹមរោនអញ្ចឹងវាគ្រាន់តែជាឧទាហរណ៍ខ្លីៗបងប្អូនប្រកាសជាមានគំនិតឬមួយក៏ការអនុវត្តការងារអីពេលខ្លះក៏យើងអាចមានតម្រូវការនៅក្នុងការប្រើប្រាស់អញ្ចឹងគ្រាន់តែជាមូលដ្ឋានសម្រាប់បងប្អូន
ទេហើយបងប្អូនអាចច្នៃប្រឌិតតាមតម្រូវការជាក់ស្ដែងរបស់បងប្អូនម្នាក់ៗរៀងៗខ្លួនបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទាក់ទងជាមួយនឹងរូបមន្ត Excel ជាបន្តទៀត